Còn khơi ai sẵn nặng nữa miên chương piên cùng phong đã tặng miên bàn សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកស្ដាប់កម្មវិធីខ្ញុំបាទហើយថ្ងៃនេះខ្ញុំនិយាយពាក្យព័ន្ធជាមួយនឹងរឿងបដូរវាសនាឬអាចនិយាយថាជោគជតានៅខ្មែរយើងមានមែនខ្ញុំនិយាយមែនហើយរឿងនេះកើតនៅភូមិស្រុកខ្ញុំហ្មងដែលគ្រួសារមួយហ្នឹងគឺគាត់ទៅនៅកន្លែងណាគឺចុងហែកគេនៅកន្លែងហ្នឹងហ្មងតែសម្រាប់វាសនាគ្រួសាររបស់គាត់គឺល្អមែនតើលុយកាក់ហូរចូលរកស៊ីមានបានកូនចៅឡើងក្រឹកក្រឹកស្ថានភាពគ្រួសារតែមើលអ្នកដែលជំវិញគាត់ហ្មងគឺគាត់អ្នកជំវិញហ្នឹងគឺចាប់ផ្ដើមរិស័យបាក់ម្ដងតិចបន្តិចមួយឆ្នាំតែមួយឆ្នាំវេទនារហូតជំវិញផ្ទះហ្នឹងគឺសិតតែអ្នកវេទនារោគរ៉ាហ្មងតែស្ថានភាពគ្រួសារគាត់គឺល្អមែនតើតាំងពីមិនសូវមានបានណារហូតដល់មានបានបាទរឿងហ្នឹងអាចនិយាយថាវានៅមានតែប្រទេសចិនទេតែឥឡូវហ្នឹងវាឈានចូលដល់នៅប្រទេសខ្មែរយើងទៀតហើយខ្ញុំធ្លាប់ឮមានអ្នកគេនិយាយដែរតែខ្ញុំអត់នឹកស្មានថាវាមាននៅខ្មែរយើងតោះយើងចូលស្ដាប់ថារឿងហ្នឹងវាយ៉ាងម៉េចតោះប្រេងទាំងអស់គ្នាគ្រួសារគាត់និយាយថាมันមានពេកហើយក៏มันអត់ពេកมันល្មមតែគាត់ជាអ្នកលក់ដូរអវ៉ាន់ចាប់ហួយគាត់ចាប់ដើមជួលឬក៏មិនជួលថាមករស់នៅមកកន្លែងដែលតំបន់ហ្នឹងគឺសិតអ្នកដែលគេធូធាគ្រួសារដែលមានសុភមង្គលនៅជាប់កន្លែងគាត់មានគ្រួសារប្តីគ្រូវិហារណាប្តីប្រពន្ធហ្នឹងគឺគាត់រស់នៅដោយសុភមង្គលសុខសាន្តមែនទែនលុយកាក់ប្រាក់ខែចូលមកគឺអត់មានអីត្រូវពិបាកទេហើយគ្រួសារខាងផ្សេងទៀតគាត់មានកូនចៅរកស៊ីលក់ដូរអីដែរអត់មានពិបាកអីទេហើយតែជនរងគ្រោះដែលខ្ញុំនិយាយណាគាត់នៅខាងទល់មុខនៅថ្ងៃមួយគាត់បានឃើញរូបកមួនចងផ្អោបគ្នានៅក្រោមទូទឹកកកម៉ាក់គាត់លក់អវ៉ាន់ចាប់ហួយណាអញ្ចឹងគាត់បោះសម្អាតគាត់ឃើញកមួនមួយគេចងផ្អោបគ្នាគាត់បានដកពីទូទឹកកកមកយកឲ្យអ្នកទាំងអស់គ្នាមើលហើយគ្រួសារគាត់ឃើញហើយតែគាត់ចាប់ទុកថាជារឿងធម្មតាគេធ្វើទៅយើងធ្វើទៅល្អទៅកូនគេមិនធ្វើត្រូវយើងទេតែការគិតរបស់គាត់ខ្ញុំថាគាត់គិតខុសទាំងស្រុងគ្រួសារគាត់ស្ថានភាពដែលធូធាតែគាត់បានរៀងរិស័យស្រុតរស់ស៊ីដូចរៀងយ៉ាប់យ៉ឺនទៅហើយគ្រួសារគាត់តែងតែឆ្លុះគ្នាសំបីតែរឿងតិចតួចក៏អាចឆ្លុះគ្នាខ្លាំងដែរអត់ដឹងសាច់រឿងអីសោះអាពាក្យដែលមិនត្រូវឆ្លុះគ្នាក៏ឆ្លុះគ្នាដែររហូតដល់កូនប្រសាគាត់ឬក៏ប្អូនថ្លៃរបស់គាត់គេខ្សែខាងចិនណាគេក៏រកគ្រូមើលទៅហើយគ្រូបានប្រាប់ឲ្យដឹងថាមានអ្នកដែលគេចង់ធ្វើឲ្យគ្រួសារគាត់រលាយរលត់ក្រហាមហើយគ្រួសារគាត់គឺអត់ដែលតែធ្វើអាក្រក់ដល់នរណាទេរហូតដល់លោកគ្រូគេប្រាប់ឈ្មោះនឹងហើយចុចហើយថាម្នាក់នឹងនៅក្បែរផ្ទះគាត់ក៏គាត់នៅតែរាប់អាននិយាយលេងសាច់ធម្មតាគាត់គិតថាតង្វើដែលគាត់ធ្វើល្អទៅមួយគាត់ទៅគេគង់តែឈប់គុំស្អប់គាត់ទៅតែអត់ទេ
គាត់រកខែគឺតែងតែទៅកន្លែងលោកគ្រូគេមានលោកគ្រូគេណាគឺគេតែងតែធ្វើរហូតធ្វើនឹងមិនមែនធ្វើតែគាត់ទេគឺធ្វើអ្នកដែលជុំវិញនឹងមកដើម្បីគេផ្លាស់ប្ដូរជោគវាសនារបស់គេដើម្បីឲ្យរស់ស៊ីមានបានមែនគឺកន្លែងគាត់គឺលក់ដូរដាច់ឲ្យគាត់រស់ស៊ីឡើងគ្រឹះគិតពីមនុស្សដែលធ្លាប់អត់តែប្រហែលឆ្នាំចុងក្រោយគាត់រកបានហើយលោកគ្រូព្រានដែលជាប់នៅគាត់គ្រួសារគាត់មិនសមទេគាត់អ្នកចេះដឹងគាត់ស្រឡាញ់គឺប្រភេទមនុស្សស្វិកពីអ្នកប្រៃពន្ធហ្នឹងគាត់ស្រឡាញ់គ្នាមែនហេតុអីបានពេលគ្រួសារនឹងរស់នៅមក2-3ឆ្នាំហ្នឹងគឺគាត់ឈ្លោះគ្នារហូតអត់ត្រូវគ្នារហូតដល់គាត់បែកបាក់លែងលះគ្នាបណ្ដោយហើយលក់ផ្ទះលក់អីហ្នឹងឈប់នៅបណ្ដោយវាអត់សមហេតុផលសោះអ្នកណាក៏អត់ជឿថារឿងហ្នឹងអាចទៅរួចទេហើយគ្រួសារជុំវិញហ្នឹងគឺអ្នកខ្លះគឺចាប់ផ្ដើមរកអត់បានមករហូតដល់ម្ចាស់សាច់រឿងនេះដែលគាត់នៅក្បែរហ្នឹងគាត់មានសភាពមួយគឺគាត់ខ្ជិលគាត់អត់ចង់ធ្វើអីទាំងអស់ឲ្យតែពេលគាត់ទៅដល់ផ្ទះគឺគាត់តែងតែងុយដេកគាត់អត់ចង់ធ្វើអីទាំងអស់ឲ្យមកដល់ផ្ទះគឺដេកការងារហ្នឹងត្រូវធ្វើគាត់អត់ធ្វើទេគាត់ថាឲ្យដេកសម្រាប់យកកម្លាំងសិនដល់ពេលដល់គាត់ភ្ញាក់ហើយគាត់ថាលេះខ្ជិលទៅញ៉ាំអីសិនចាំមានកម្លាំងខ្ញុំធ្វើដល់ញ៉ាំអីហើយតឹងពោះអត់តង់នេះគាត់អូសបន្លាយការងារហ្នឹងគឺអត់ចង់ធ្វើមកគាត់ដឹងហើយរឿងដែលគាត់ជួបហ្នឹងវាមិនមែនតែមួយមុខទេបងប្អូនគាត់បានជួលផ្ទះដែលនៅជាប់ហ្នឹងគេចាក់ចេញទៅហើយផ្ទះហ្នឹងគឺមានអថ័ន្នគេមានខ្សែកថាមួយគេដាក់នៅកន្លែងជំនាញផ្ទះគេដែលមានដាក់ខ្សែកថាទេតែម្ចាស់ផ្ទះមុនហ្នឹងគេរកស៊ីមានណារកស៊ីមានមែនតើហ្មងតែនៅពេលដែលគាត់ចាប់ផ្ដើមទៅរស់នៅផ្ទះហ្នឹងគឺប្លែកមែនតើហើយម្ចាស់ផ្ទះហ្នឹងគឺគេអត់ចង់ជួលឲ្យទេដោយសារអីដោយសារផ្ទះហ្នឹងគេមានរបស់គេទុកណាគេហាមបំផុតគឺអាបន្ទប់ខាងក្រោយផ្ទះគេមានបន្ទប់មួយទៀតបន្ទប់ហ្នឹងគឺគេចាក់សោបំផុតគេជួលផ្ទះឲ្យមែនតែបន្ទប់ហ្នឹងគេមិនឲ្យចូលទេគេចាក់សោមកតែម្ចាស់សាច់រឿងនេះគឺមនុស្សគាត់នឹងចង់ដឹងចង់ឮពេកមនុស្សយើងតែគេហាមមិនឲ្យដឹងឮគឺយើងកាន់តែចង់ដឹងនៅថ្ងៃមួយគាត់បានវាយសោទៅចូលក្នុងបន្ទប់ហ្នឹងអ្វីដែលគាត់នឹកស្មានមិនដល់បន្ទប់ហ្នឹងគឺមានអាសនៈរៀបជាច្រើនជាន់គាត់ឃើញហើយគឺគាត់អត់និយាយច្រើនទេគឺបិទទ្វារហើយគឺគាត់រត់មកមុខគាត់រស់នៅ1ឆ្នាំជាងហើយដែលជួបបន្ទប់ហ្នឹងគឺគាត់អត់ដឹងថានៅខាងក្រោយហ្នឹងគឺមានអាសនៈទេហើយអ្នកធ្វើការមួយគាត់អ្នកដែលគាត់ធ្វើការមួយគាត់គ្នា3នាក់ហ្នឹងដែលគាត់ជួផ្ទះហ្នឹងគឺបានមានម្នាក់ដែលសុំចេញដោយអត់និយាយច្រើនទេហើក៏អើឲ្យសុំចេញហ្មងដោយមិននិយាយប្រាប់ពីមូលហេតុអីមនុស្សដែលរស់នៅជាមួយគ្នាសុកសុំដើរចេញអត់និយាយអីទាំងអស់នៅពេលក្រោយគាត់ក៏សួរអ្នកដែលគាត់ដើរចេញពីមិត្តការងារណាមិត្តរួមការងារគាត់ថានៅថ្ងៃមួយគាត់ចាក់កុងទ័រណាគាត់ទៅទិញអីញ៉ាំគាត់ចាក់ជាប្រភេទភ្លេងដើម្បីកុំឲ្យផ្ទះនឹងស្ងាត់គាត់ជួធ្វើការអញ្ចឹងនៅពេលដែលគាត់ទៅញ៉ាំអីហើយគាត់មកវិញគាត់ស្រែកហៅអ្នកណាក៏ដោយគឺអត់មានអ្នកណាឆ្លើយតបជាមួយគាត់សោះសូម្បីតែភ្លេងតន្ត្រីដែលគាត់ចាក់ក៏អត់ឮដែររហូតដល់គាត់សម្រេចចិត្តថាគាត់ផ្លោះរបងដើម្បីចូលដោយសារសោរបងចាក់មិនមែននៅគាត់ចឹងណានៅម្នាក់ទៀតដែលគាត់នៅហើយមិនមែនជាម្ចាស់សាច់រឿងទេគ្នាគាត់3នាក់ណាបាទឥឡូវយើងសុំដកម្ចាស់សាច់រឿងចេញ
គាត់ធ្វើដំណើរទៅហើយផ្លូវច្រកដែលចូលហ្នឹងគឺងងឹតសូនចឹងហើយគាត់បើកភ្លើងខាងក្រោយអញ្ចឹងវាភ្លើងវាជះមកសមោលមកគាត់ធ្វើដំណើរទៅគាត់ឃើញមានសមោលខ្មៅមួយឈមនៅផ្លូវដែលគាត់ដើរទៅបន្ទប់គាត់អត់ហ៊ានសម្រេចចិត្តថាដើរទៅចូលក្នុងបន្ទប់ទេហើយខាងក្នុងហ្នឹងគឺបន្ទប់កំពុងតែធ្វើការងារហើយគាត់ស្រែកហៅម្នាក់ទៀតណាតែហៅយ៉ាងម៉េចក៏អត់ឮដែរសំបីតែភ្លេងដែលគាត់ចាក់ហ្នឹងណាក៏គាត់អត់ឮដែរហើយសមោលហ្នឹងភ្នែកធំធំក្បាលវាអត់មានសក់ទេតងោយកមកគឺកំពុងតែស្រឡឹងមើលមុខគាត់ស្រឡឹងមើលហ្នឹងគិតក្នុងចិត្តថាឯងហ៊ានដើរមកអត់ហើយគាត់អត់ហ៊ានទេអត់ហ៊ានដើរទៅទេគាត់ទាញទូរស័ព្ទទេតែអ្វីដែលប្លែកមែនតើនោះគឺទូរស័ព្ទហ្នឹងគឺអត់មានសេវាទេចូលទេគាត់បង្ខំចិត្តរត់បិទភ្នែកទៅមកគាត់រត់ទៅបិទភ្នែកទៅដល់ផុតពីកន្លែងហ្នឹងទៅគាត់បើកទ្វារក្រុមការងាររបស់គាត់កំពុងតែចុចកុងទ័រធ្វើជារឿងធម្មតាហើយភ្លេងដែលគាត់ចាក់លឺហ្នឹងលឺភ្លេងអីធម្មតាគាត់អត់និយាយរឿងហ្នឹងទាំងអស់នៅពេលក្រោយគាត់កំពុងតែដេករឿងនេះកាត់ហេតុលើគាត់លើកទី2សមោហ្នឹងបានអើតក្បាលពីជាងមកហើយបានសង្កត់គាត់យកមកហើយពេលហ្នឹងគឺគាត់អាចនិយាយថាគាត់អត់មានកម្លាំងកំហែងទេគេសង្កត់គឺដូចមានអារម្មណ៍ថាអស់កម្លាំងខ្សោះហ្មងគាត់ចង់រើភ្នែកកុំរួចមានអារម្មណ៍ថាដូចបិទភ្នែកតិចបើកភ្នែកតិចឲ្យភ្ញាក់ពីយល់សពតែគាត់អត់ភ្ញាក់តែគាត់ដឹងថាមនុស្សម្នាក់ហ្នឹងកំពុងតែសង្កត់ពីលើគាត់ខំរើបំរាស់មែនតើហ្មងកលៈទេសៈហ្នឹងគាត់អត់នឹងធ្វើមិនទេគាត់បន់ម៉ែបន់ឪបន់ចរុតាអស់ហើយតែបានម្ចាស់សាច់រឿងគាត់ឃើញដេកយូរពេកគាត់ក៏បើកទ្វារទៅដើម្បីដាស់មកធ្វើការណាពេលបើកមកគឺដាស់ទៅបានគាត់ភ្ញាក់ហើយនៅពេលគាត់ភ្ញាក់គាត់បែកញើសពេញបែកញើសពេញហ្នឹងមកហើយគាត់ភ័យមកហើយរឿងប៉ុណ្្នឹងគាត់មិនតាន់ឲ្យគាត់ចោះចាញ់ទេនៅដល់អាលើកទី3ហ្នឹងគឺលងគាត់សំហាវបំផុតធ្វើឲ្យគាត់សម្រេចចិត្តចាក់ចេញពីកន្លែងធ្វើការហ្នឹងភ្លាមមកហើយខ្ញុំប្រាប់តាមមូលហេតុអីបានខ្មោចនឹងមកលងគាត់អត់លងអ្នកផ្សេងអញ្ចឹងអូខេតោះយើងចូលគាត់ក៏ទៅមួយទឹករៀបចំធ្វើការទៅកន្លងទៅប្រហែលជា2-3ថ្ងៃក្រោយមកអាចថាជាឈុតឆាកធ្ងន់បំផុតសម្រាប់គាត់ថ្ងៃហ្នឹងគឺអ្នករួមការងារ3នាក់របស់គាត់ហ្នឹងគឺតាំងចាស់សាច់រឿងហ្នឹងគឺទឹកបាត់នៅតែគាត់ទេហើយគាត់ក៏អត់ចង់ដែរតែម្ចាស់សាច់រឿងគាត់បានទៅបន្ទប់ខាងក្រោយហ្នឹងអាសនៈហ្នឹងគាត់ក៏អត់បានតន់ប្រាប់ថាខាងក្រោយហ្នឹងមានអាសនៈដែរដែលម្ចាស់ផ្ទះជួលគេហាមឃាត់មិនឲ្យទៅដែរគឺគាត់អត់ដឹងតតែសោះថ្ងៃហ្នឹងគាត់កំពុងតែជិះកុងទ័រសុកគាត់ឃើញសមោលម្ចាស់សាច់រឿងហ្នឹងកំពុងតែធ្វើដំណើរទៅក្រោយចឹងហើយគាត់ស្រែកហៅតែហៅក៏អត់មានឆ្លើយដែរគាត់ក៏ធ្វើដំណើរទៅតាមខ្ញុំអាចនិយាយថាគាត់ឮសំឡេងជើងហ្នឹងគឺកំពុងដើរទៅជន់ខាងក្រោយមួយទៀតគាត់ក៏ធ្វើដំណើរទៅថាខ្ញុំអត់បញ្ចេញឈ្មោះទេបាទគាត់ហៅតែគឺអត់មានការឆ្លើយតបមែនទេរហូតឮសម្រាប់ជើងរហូតដល់បន្ទប់ដែលហាមឃាត់ចឹងគាត់ឆ្ងល់ថាគាត់តែងតែប្រាប់ខ្ញុំថា
មិនឲ្យខ្ញុំទៅបន្ទប់នឹងទេហើយមិនគាត់ទៅបន្ទប់នឹងធ្វើអីហើយអត់មាត់មានរឿងអីមែនគាត់ក៏សម្រេចចិត្តភ្លាមឬក៏អាចនិយាយថាគេតាក់ទាញយើងណាគាត់ដើរទៅបន្ទប់ហ្នឹងគាត់គ្រាន់តែបើកពឹបគាត់ឃើញអាសនៈហ្នឹងមានជើងពៀនហ្នឹងកំពុងតែដាក់មានក្បាលមនុស្សជើងពៀនហ្នឹងមានក្បាលមនុស្សដែលកំពុងតែអាញឹមមុខអាញឹមហ្នឹងគឺវិញ្ញាណខ្មោចដែលមកសកាត់គាត់ What the fuck បងប្អូនសម័យណាមកពឹបឃើញអាសនៈហើយមានអាជើងពៀនហ្នឹងឃើញក្បាលខ្មោចហ្មងអាក្បាលហ្នឹងហើយវាអាញឹមដាក់យើង What the fuck What the fuck man គាត់អត់និយាយច្រើនទេគាត់ចោះមកក្រោមកំពុងតែជួបជាមួយនឹងម្ចាស់សាច់រឿងដើរមកល្មមគាត់បានប្រមូលខោអាវហើយសុំចេញទាំងយប់នឹងហ្មងគាត់អត់នៅទេគាត់សុំធ្វើដំណើរចេញឈប់ធ្វើការមកហើយម្ចាស់សាច់រឿងគាត់ឆ្ងល់មែនតើមនុស្សសុកមកធ្វើការមួយគ្នាមិនក៏ចេញអត់មូលហេតុឬក៏អាចជាខឹងគាត់ឬក៏ខឹងមនុស្សម្នាក់ទៀតដែលធ្វើការមួយគ្នាតែងតែពេលខ្លះយើងរៀងប៉ះទង្គិចគ្នាអញ្ចឹងណាគាត់ក៏អត់ធ្វើមិនទេបើគេចង់ចេញគាត់ឲ្យចេញទៅរហូតដល់គាត់ជួបរឿងហ្នឹងទៅបានគាត់សួរដេញដោទៅបាត់ដឹងហើយបងប្អូនឆ្ងល់តាកាត់ហើយបានខ្មោចនឹងលងទៅគាត់បងប្អូនមានចាំអត់ខ្សែកថាដែលគេដាក់នៅជំនាងផ្ទះណាដែលគេដាក់មានខ្សែកថាដោយសារម្ចាស់ផ្ទះមុនហ្នឹងគេមានគ្រូគេឲ្យជួយចម្រុងចម្រើនហ្នឹងគេយកអវិញ្ញាណហ្នឹងជាមួយនឹងខ្សែកថាហ្នឹងគឺមិននៅជាមួយដើម្បីជួយថែរក្សាគេរកស៊ីមានបានហើយគាត់រកស៊ីមានបានរហូតដល់គាត់ទិញផ្ទះថ្មីហើយគាត់ទៅនៅផ្ទះថ្មីទៅហើយផ្ទះហ្នឹងគាត់ទុកចោលទៅហើយគាត់ហាមបំផុតគឺមិនឲ្យទៅបន្ទប់ខាងក្រោយហ្នឹងហើយគាត់អត់បានប្រាប់ថាកុំឲ្យយកខ្សែកថាហ្នឹងចេញហើយគាត់អត់នឹកស្មានថាប្អូនម្នាក់ដែលត្រូវខ្មោចលងណាគាត់ទៅយកខ្សែកថាហ្នឹងចេញហើយគាត់អត់ដឹងអីទេគាត់ឃើញទៅពេកគាត់គិតថាខ្សែកថាពីណាគេមកភ្លេចនៅហ្នឹងហើយយូរណាស់គាត់មើលអត់ឃើញទេចុះឡើងថ្ងៃហ្នឹងគាត់ឧស្សាហ៍ណាគេហៅថាឧស្សាហ៍ខុសពេលវេលាគាត់ក៏យកខ្សែកថាហ្នឹងដើរសួរគេសួរឯងទៅក៏អត់ដឹងថារបស់ពីណាគេគាត់ក៏យកខ្សែកថាហ្នឹងទៅបោះចោលនៅខាងក្រោយអញ្ចឹងហើយបានខ្មោចហ្នឹងគឺមកលងគាត់មកលងរហូតដល់គាត់សុំចេញមកអញ្ចឹងម្ចាស់សាច់រឿងដឹងសួរម្ចាស់ផ្ទះក៏យកខ្សែកថាហ្នឹងមកដាក់នៅកន្លែងដើមវិញតែគាត់មកដាក់កន្លែងដើមហ្នឹងណារកសិលគាត់មិនដែរដុតធុកដុតអីទេនិយាយមែនហ្មងរហូតដល់គាត់មាននិស្ស័យជួបមនុស្សម្នាក់ដែលគាត់រួចពីអំពើអីយ៉ាងណាគាត់ដំអំពើច្រើនមែនតើរហូតដល់គាត់ដំអំពើហើយគាត់មានបទពិសោធន៍គាត់និយាយរឿងរ៉ាវប្រាប់ទៅដល់មិត្តភក្តិគាត់អញនិយាយថាមិត្តដែរមិត្តរួមចំនួននៅក្មេងៗណាបែកគ្នាយូរក៏គាត់រៀបរាប់ប្រាប់ទៅក៏គាត់ដឹងសាច់រឿងគាត់មានទឹកមុនមួយមាន2ដបគាត់យកមួយដបមកឲ្យម្ចាស់សាច់រឿងគាត់ញ៉ាំនៅពេលដែលគាត់ញ៉ាំបាន2ម៉ាត់ព្រាមគាត់បានក្អួតចេញមកគាត់រត់ទៅខាងក្រោយផ្ទះរបស់មិត្តភក្តិគាត់ណានៅក្មេងៗណាគឺគាត់បានក្អួតយកមកហើយមិត្តភក្តិគាត់បានគក់ខ្នងគាត់គាត់និយាយថាក្អួតទៅក្អួតកាន់តែច្រើនកាន់តែល្អហើយម្ចាស់សាច់រឿងគាត់ឆ្ងល់មែនទែនហេតុអីបានគាត់និយាយអញ្ចឹងនៅពេលដែលគាត់ក្អួតហើយគាត់ពិបាកក្នុងខ្លួនមែនទែនគាត់ក៏ធ្វើដំណើរសុំទៅផ្ទះដោយសារគាត់ទៅជួបទៅលេងអញ្ចឹងណាជួបគ្នាហើយគាត់ទៅមកនៅភូមិស្រុកវិញនិយាយសំណេះសំណាលទៅបាត់ដឹងសាច់រឿងក៏គាត់ឲ្យផឹកទឹកមុនហ្នឹងទៅហើយគាត់ដឹងថាទឹកអីដែរពេលក្អួតហើយគាត់ថាយកអីឲ្យខ្ញុំផឹកមកខ្ញុំក្អួតអញ្ចឹងហើយគាត់ថាមិនថ្នាំពោទេផឹកទៅផឹកហើយដឹងហើយនឹងក្អួតគាត់ដឹងមុនទៀតដឹងថាផឹកអាហ្នឹងហើយនឹងក្អួតដល់ពេលដែលគាត់ក្អួតហើយគាត់
ជួយគក់ខ្នងអីហើយគាត់នាំទៅផ្ទះទៀតហើយគាត់បានទិញថ្នាំកាពះពោះវៀនឲ្យគាត់មានបបសោគាត់ថាមិនមែនត្រឹមផ្លូវងឹតទេវាតាក់ទងជាមួយនឹងជំងឺកាពះយើងដែរជំងឺកាពះយើងពាក់កណ្ដាលហើយនឹងផ្លូវងឹតពាក់កណ្ដាលហើយគាត់ថាធ្វើទៅតាមគាត់ទៅផ្ទះវិញលេបថ្នាំហើយទៅវិញនឹងដេកលក់ស្រួលហើយដេកយូរទៀតហើយម្ចាស់សាច់រឿងហ្នឹងគាត់ទៅផ្ទះវិញគាត់ដេកលក់យូរមែនទែននៅពេលដែលគាត់ដេកលក្ខណៈ50 50ណាគឺមិត្តភក្តិគាត់ហ្នឹងហេតុអីបានមកនៅផ្ទះគាត់ទាំងតែគាត់ចាក់សោបន្ទប់នៅតែគាត់ម្នាក់ឯងហើយអ្នករួមការងារមួយទៀតគឺគាត់ទៅផ្ទះគាត់ហើយគាត់មានផ្ទះកន្លែងគាត់មួយទៀតអញ្ចឹងគាត់រងហើយគាត់ធ្វើតែ2នាក់ទេហេតុអីបានមិត្តភក្តិគាត់មកពីកាលមកគក់ដៃគក់ជើងហើយថាដេកទៅមិត្តភក្តិដេកទៅចាំឯងគក់ដៃគក់ជើងឲ្យមិនបារម្ភទេដេកលក់ស្រួលទៅណា What the fuck ទាំងតែមិត្តភក្តិគាត់កំពុងនៅផ្ទះរបស់គាត់ទេរហូតដល់ព្រលឹមឡើងគាត់ជួបជុំគ្នាគាត់និយាយរឿងហូបបាយជុំគ្នាណាគាត់និយាយប្រាប់ហើយមិត្តភក្តិគាត់គឺមានបទពិសោធន៍គាត់ដឹងគាត់ថាអូអត់អីទេអានឹងចេះបោកទៀតទាំងម្ចាស់សាច់រឿងគឺគាត់ឆ្ងល់មែនតើហេតុអីបានមិត្តភក្តិគាត់និយាយអីរឿងប្លែកៗនៅពេលយប់គាត់ក៏និយាយប្រាប់ទៅថានងមិនមែនជាគាត់ទេគឺជាព្រាយអំពើដែលគេធ្វើហ្នឹងគឺមានព្រាយដែលតោងគាត់នៅពេលដែលគាត់ផឹកទឹកមុនណាវានឹងបន្លំខ្លួនធ្វើជាមិត្តភក្តិគាត់ដើម្បីឲ្យទុកចិត្តស្ងប់ចិត្តឲ្យដេកតែនៅពេលដែល 3-4 ថ្ងៃក្រោយវិស័យយើងធ្លាក់មកវិញវាបានតែជួយបដោះពេលឲ្យយើងទេបើយើងរកគ្រូមើលយើងដោះអីយ៉ាងទៅអានឹងយើងអាចបានតែបើយើងនៅតែបន្តនៅកន្លែងហ្នឹងហើយនៅតែព្រាយនៅនឹងទៀតអញ្ចឹងយើងនៅតែត្រូវដែរហើយគ្រួសាររបស់គាត់គឺអត់ជឿទេគាត់ជឿតែគាត់គិតថាធ្វើតែល្អទៅគាត់រកមើលគ្រូដោះគ្រូអីទេមិត្តភក្តិគាត់ថាអូខ្ញុំអាចជួយបានតែប៉ុណ្្នឹងទេព្រោះនៅច្បាប់របស់គេបើចង់ជួយនរណាម្នាក់ឬក៏ផ្លូវក្នុងម្ចាស់ដើមហ្នឹងត្រូវយកឲ្យគ្រូមើលឬក៏ឪពុកម្ដាយដុតធូបអញ្ចឹងអ្នកដែលដោះគេមានព្រះអង្គគេកាន់ដល់តែមានការអនុញ្ញាតពីម្ចាស់ដើមឬក៏ឪពុកម្ដាយគ្រូទូចគ្រូធំហ្នឹងបានព្រះអង្គអាចមើលបានដោះបានតែគ្រួសារគាត់គឺអត់ជឿហើយគាត់ហ្នឹងត្រូវរបស់គេហ្នឹងគឺគាត់ទៅដល់គាត់ចង់ដល់ពេលទៅដល់ផ្ទះគឺគាត់ដេកខ្ជិលហ្មងមិនចាស់សាច់រឿងហ្នឹងរហូតដល់គាត់សប្តាហ៍ថ្ងៃគាត់ក៏លេចមើលអ្នកជុំវិញដែលយើងចូលពាក់ព័ន្ធជាមួយនឹងមីងដែលគាត់ធ្វើអំពើដាក់ចិត្តវិញជុំវិញហ្នឹងអូយសុំភើទៀតបងប្អូនគឺគាត់រកស៊ីមានបានមែនទេអ្នកជុំវិញហ្នឹងគឺរកម្មរកោះឆ្លោះគ្នាអត់រកស៊ីឡើងខឹកក្រើនតែអ្នកជុំវិញហ្នឹងគឺពិបាកមែនទេអ្នកខ្លះបាច់បាក់ប្តីប្រពន្ធលែងលះគ្នាអ្នកខ្លះរកស៊ីជាពាក់តាំងពីមានរហូតដល់ជាពាក់ធនាគាររាប់ម៉ឺនដុល្លារវាមានពិតមែនបងប្អូនពីមុនមាននៅចិនទេបងប្អូនតែនៅខ្មែរយើងមានមែនហើយម្ចាស់សាច់រឿងគាត់បានបញ្ជាក់ថែមទៀតថាគាត់រាល់ថ្ងៃម្ដាយគាត់ហ្នឹងរឿងដែលមិនសមត្រូវឈ្លោះក៏ឈ្លោះដែរហើយគ្រួសារគាត់គឺរស់នៅអត់សូវចោះចម្លងគ្នាទេតាំងពីគ្រួសារនឹងមកនៅមកហើយគាត់ចែកបានតែរឿងប៉ុណ្្នឹងទេបាទគាត់ចែកបានតែប៉ុណ្្នឹងទេអានេះខ្ញុំចែកម្លេចណាហើយខ្ញុំនឹងនិយាយសង្ខេបឲ្យយល់ថាជីវប្រវត្តិគ្រួសារដែលធ្វើគេហ្នឹងគាត់យ៉ាងម៉េចគាត់ពីមុនគាត់ទៅរស់នៅតំបន់ដែលអ្នកមាន
សិតតែអ្នកមានខ្លាំងតែដោយសារគាត់ធ្វើដាក់ចង់បដូរប្រេងវាសនាអ្នកជុំវិញគាត់ហ្នឹងគឺទៅអត់រួចទេព្រោះគេសិតតែមានយន់ការពារគេអ្នករកស៊ីគេមានខ្លាំងគេមានគ្រូហើយនឹងយន់គេការពារគាត់នៅរកស៊ីប្រជែងអត់ឈ្នះគេទេហើយធ្វើអត់កើតឡងមកខ្លួនឯងវិញគាត់ក៏សម្រេចចិត្តទៅជ្រើសទីតាំងមួយកន្លែងដែលជាប់ផ្ទះម្ចាស់សាច់រឿងគាត់មករស់នៅមកពឹបអាចនិយាយថាអ្នកជុំវិញហ្នឹងគឺគាត់មិនសូវគិតរឿងអមនុស្សបានទេបាទរកស៊ីបានមានមិនមែនមកពីអាផ្លូវងឹតហ្នឹងទេអញ្ចឹងអានេះជាការសំណាងរបស់គាត់មកចំប្លង់ហ្មងដល់ពេលគាត់រស់នៅចំប្លង់ហ្នឹងគឺគាត់ដាក់ទៅហ្មងគាត់ក្តោបជុំវិញហ្នឹងគឺរិស័យគឺគ្រួសារគាត់ឡើងខ្លាំងហ្មងអ្នកជុំវិញហ្នឹងគឺរោគរ៉ាហ្មងអាហ្នឹងខ្ញុំអត្ថប្បាយឲ្យបងប្អូនឲ្យយល់ណាហ្នឹងហើយម្ចាស់សាច់រឿងគាត់ជួបរឿងហ្នឹងច្រើនមែនតើទី1គេធ្វើដាក់ទី2គាត់ជួលផ្ទះជាប់ហ្នឹងគឺចំផ្ទះដែលគេធ្វើអឋានទុកសម្រាប់ចំខ្មោចសម្រាប់ឬក៏ព្រាយអញ្ចឹងទៅសម្រាប់រស់ស៊ីមានបានបាទដល់ពេលសុំជួលគាត់ឲ្យជួលគេហាមទៀតថាកុំឲ្យទៅប៉ះពាល់តែគាត់នេះទៅប៉ះពាល់របស់គេទៀតវាចឹងអូយ៉ាងមិនថា What the fuck ហើយខ្ញុំសង្ខេបរៀបរាប់អស់ហើយវាដល់ទីបញ្ចប់ហើយខ្ញុំអរគុណច្រើនមែនទែនដល់បងប្អូនដែលទស្សនាដល់ទីបញ្ចប់ហើយមានអីក្រៅពីលើកដៃ10អរគុណច្រើនបាយបាយ